Nó ta mình từ nào sắp một sân ở tha thơm hộp bố mà bạch đáp xa các bạn này nào tụi em bói cái té bạn sẽ lòng bay tại nghĩ nâng baกับtrongภาษาញោមស្ដាយនេះមានចាំការបងប្អូនប្រមើស្បែកជ្រូកសាច់វៃជន់ដល់ស្ងោចោលបាយក្ដាំងនេះយើងលក់សល់ហ៎ហាទុកឲ្យគេមកទិញសម្រាប់ធ្វើបាយជ្រូកតែតាមយើងធ្វើចោលបងប្អូនភ្លេចខ្លួនធំបែបស្ដៅមិនដាំហ្នឹងបងប្អូនដាំល្អមែនតើមានត្រួយផងដល់ខែផ្កាលពី3ដងជាប់គ្នាតាមអូននេះដាំជីថ្ពាល់ត្រីមកអមហើយនឹងផ្លូវកែបតែពេលយើងដាក់ដាំមកតិចចឹងទៅសឹងថាធ្វើមហូបពេលខ្លះដើរតបេះនឹងបានមកសឡហើយយើងស្ទឹកញ៉ាំមកបងប្អូនចាំមានប្រើថ្នាំប្រើអីតាមធម្មជាតិហ៎ស្ដៅយើងស្រោះវាឲ្យដាក់ត្រាំចូលទឹកត្រជាក់ធ្វើចឹងតើសូវល្វីងទេហើយស្ដៅរបស់យើងហ្នឹងរបៀបថាពណ៌វាខៀវស្រស់ស្អាតហ្មងញោមស្ដៅខាងខ្ញុំនេះមានបន្លែតែប៉ុន្មានមកនេះអីហើយសាច់ជ្រូកអីយើងដាក់ស្បែកឆ្ងាញ់ស្ងោរវារឿងផុយល្អចេះមកបកាស្រស់ទឹកក្តៅហើយស្រង់វាចេញមកដាក់ចូលទឹកត្រជាក់ធ្វើចឹងទៅសាច់បការបស់យើងទុនឆ្ងាញ់ណាគាត់ថាចាញោមស្ដៅនេះបើសិនយើងធ្វើអត់តែថាអត់សូវចេះធ្វើឆ្អាបប្រហុកតែបងប្អូនអត់សូវចេះធ្វើក៏ដោយឬមួយក៏ខ្ជិលលាយទឹកប្រហុកលាយអីញ៉ៃច្រើននេះប្រើទឹកប្រហុកខុនទៅងាយស្រួលព្រោះទឹកប្រហុកហ្នឹងយើងងាស់ឆ្អិនយូររាប់ម៉ោងហើយបងប្អូនថែមទឹកអំពិលទុំមកញោមវាយកបានហើយមីស៊ូយើងស្រោះវាឲ្យត្រាំចូលទឹកត្រជាក់ធ្វើចឹងទៅអត់រីកខ្លាំងឯងបងប្អូនមកឆ្ងាញ់ទឹកប្រហុករបស់យើងហ្នឹងបងប្អូនយកធ្វើញោមស្ដៅបុកល្ហុងបុកសណ្ដែកញោមភ្លាផ្សេងបានច្រើនមុខតាមយ៉ាងកែច្នៃមានគ្រឿងខុនមួយឈុតហ្នឹងនៅផ្ទះឲ្យបងប្អូនអស់បារម្ភនឹងធ្វើម្ហូបទៀតហើយធ្វើម្ហូបអីញ៉ាំក៏បានមិនថាឆាញោមភ្លាធ្វើម្ហូបតាមបេះដូងឈុតនៅលើតុនោះ31 free ដឹកយកឈុតចឹងចំណៃយើងបញ្ចុះតម្លៃជូនស្រាច់អីមកមើលញោមស្ដៅរបស់យើងវិញនេះអូឈ្ងុយហើយរសជាតិអីមកល្មមមិនហត់ថែមគ្រឿងក្រៅច្រើនទេហើយណាមួយមីស៊ូយើងស្រស់អញ្ចឹងអត់រីកខ្លាំងទេបងប្អូនចាំបានកលឹះធ្វើម្ហូបល្អបែបនេះទៀតបងប្អូនផ្លេចចុច follow page សាច់ជ្រូកញៀតខ្ចប់និស័យ10គីឡូបាន4ចែនេះសម្រាប់បងប្អូនដែលមិនធ្លាប់មាននិស័យសោះស្អែកអីក្រៀមហ៎នេះស្ដាងល្អណាបងប្អូនយើងហាឲ្យក្រៀមសំណុកផ្ញើទៅកុំឲ្យវាថានិយាយអីខូចហើយស្អាតសាច់ស្រស់ល្អរបៀបថាយើងយកមកសាច់ថ្មីហ៎ប្រឡាក់គ្រឿងទៅឡើងមកឈ្ងុយនេះសាច់ឆ្ងាញ់ជាងគេនេះខ្លាញ់ចេះអូឈ្ងុយដាក់មកដុំមកបាយកកក៏បានបរក៏បានបាយក្តៅរត់ទៅឆ្ងាញ់ដែរជាមួយនឹងអាឡឹកបងប្អូនត្រូវហ៎បងប្អូនជួយចុច follow page ផងណាទៅយកពីដេកអូដាក់ខ្ទឹមចាស់ទៀតមកតំណងខ្លាំងបងប្អូនអើយឈ្ងុយឃើញបងប្អូនយើងខមមិនច្រើនណាថាអត់បានមាននិស័យបានម្ដងហើយឡើយបងប្អូនណាថាធ្លាប់មាននិស័យសោះចាំ comment មកនេះវីដេអូហ្នឹងយើងមានជូន2មុខហើយកុំភ្លេចណាចុច follow page ផងចុច follow page ហើយអាសាមាន active នៅក្នុង page ទឹកបន្លាសាច់របស់យើងនេះម្ដងហ្នឹងឆាម្ហូបបាន20ចានយកទៅបន្លាសាច់បាន3ទៅ4គីឡូបើថាបន្លាសាច់អាំងប្រភេទនេះវិញណាម្ដងហ្នឹងបន្លាបានចូល10គីឡូជាងបងប្អូនព្រោះថាសាច់នេះយើងបន្លារសជាតិស្រាលទេហើយវាជួយឲ្យសាច់របស់យើងពណ៌ស្អាតសាច់ទន់ល្អផុយលឿនទៀតថែមទឹកជ្រលក់ឆ្ងាញ់ចេះមកអូជាតិណាស់ហើយនេះបើថាខ្ជិលធ្វើទឹកជ្រលក់ខ្លួនឯងនេះទឹកត្រីបុកយើងមានណាបងប្អូនដាក់ទឹកត្រីបុកនេះមកក៏ញ៉ាំឆ្ងាញ់ដែរព្រោះទឹកត្រីបុកនេះយើងធ្វើមកពីម្ទេសខ្មែរក៏ឆ្មាខ្មែរលាយគ្រឿងទៅឡើងឈ្ងុយអែមបងប្អូនកុំឆាតចូល page follow page ម្នាក់មួយបងប្អូនបានទាំងមណុយធ្វើម្ហូបថ្មីបានទាំងរបស់ញ៉ាំ